ភូមិសាស្ត្រនយោបាយនិងប្រវត្តិសាស្ត្ររបស់សាធារណរដ្ឋបារាំងដែលមានឈ្មោះផ្លូវការថាសាធារណរដ្ឋបារាំងគឺជាប្រទេសមួយនៅអឺរ៉ុបខាងលិចដែលមានប្រវត្តិសាស្ត្រយូរលង់ភូមិសាស្ត្រសម្បូរបែបនិងប្រព័ន្ធនយោបាយដែលមានឥទ្ធិពលខ្លាំងទៅលើភពផែនដីនេះភូមិសាស្ត្ររបស់ប្រទេសបារាំងមានភាពសម្បូរបែបដោយមានតំបន់ភ្នំវាលទំនាបទន្លេធំៗនិងឆ្នេរសមុទ្រដ៏វែងអន្លាយបារាំងមានព្រំដែនជាប់នឹងប្រទេសមួយចំនួនដូចជា Belgique, Luxembourg, អាល្លឺម៉ង់ ស្វីស អ៊ីតាលី ម៉ូណាកូ អេស្ប៉ាញ និងអង់ដូរ៉ាប្រទេសនេះមានឆ្នេរសមុទ្រជាប់នឹងមហាសមុទ្រអាត្លង់ទិកឈូងសមុទ្រប៊ីស្កេនិងសមុទ្រមេឌីទែរ៉ានីតំបន់ភ្នំសំខាន់ៗរួមមានភ្នំអាល់ដែលជាកំពូលភ្នំខ្ពស់ជាងគេនៅអឺរ៉ុបខាងលិចគឺម៉ុងប្លង់និងភ្នំពីរ៉េណេដែលស្ថិតនៅតាមព្រំដែនជាមួយប្រទេសអេស្ប៉ាញទន្លេធំៗដែលហូរកាត់ប្រទេសនេះរួមមានទន្លេ Loire ដែលវែងជាងគេទន្លេ Seine ដែលហូរកាត់ទីក្រុងប៉ារីសនិងទន្លេ Rhône ដែលហូរចូលសមុទ្រមេឌីទែរ៉ានីសម្រាប់ការដឹកនាំនយោបាយរបស់ប្រទេសបារាំងដំណើរការតាមប្រព័ន្ធសាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីដែលមានអំណាចចែកគ្នារវាងប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីប្រធានាធិបតីគឺជាប្រមុខរដ្ឋដែលត្រូវបានជ្រើសរើសដោយការបោះឆ្នោតផ្ទាល់រយៈពេល5ឆ្នាំម្ដងប្រធានាធិបតីមានអំណាចខ្លាំងក្នុងការដឹកនាំគោលនយោបាយការបរទេសនិងការពារជាតិរីឯនាយករដ្ឋមន្ត្រីត្រូវបានតែងតាំងដោយប្រធានាធិបតីហើយជាប្រមុខរដ្ឋាភិបាលនាយករដ្ឋមន្ត្រីមានភារកិច្ចទទួលខុសត្រូវលើកិច្ចការផ្ទៃក្នុងនិងរដ្ឋបាលប្រចាំថ្ងៃសភានិងតុលាការសភាបារាំងមាន2សភាគឺរដ្ឋសភានិងព្រឹទ្ធសភាដូចនៅកម្ពុជាយើងមានដែលយល់លំនាំតាមការដឹកនាំនយោបាយរបស់បារាំងប្រព័ន្ធតុលាការមានឯករាជ្យភាពពីអំណាចនីតិប្រតិបត្តិនិងនីតិបញ្ញត្តិប្រវត្តិសាស្ត្របារាំងមានភាពសម្បូរបែបខ្លាំងណាស់ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ពិភពលោកដូចជាសម័យកាលមុនបដិវត្តន៍ប្រទេសបារាំងធ្លាប់ជារាជាណាចក្រដ៏ធំមួយអស់ជាច្រើនសតវត្សរ៍ដោយមានរាជវង្សកាប៉េរាជវង្សវ៉ាឡ័រនិងរាជវង្សប៊ូស្បងបានដឹកនាំប្រទេសនេះព្រះបាទលូវីសទី14ដែលត្រូវបានគេស្គាល់ថាជាស្ដេចព្រះអាទិត្យគឺជាស្ដេចបារាំងដ៏ល្បីល្បាញមួយអង្គក្នុងចំណោមស្ដេចទាំងអស់សម័យបដិវត្តន៍បារាំងឆ្នាំ1789គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលបានផ្ដួលរំលំរបបរាជាធិបតេយ្យនិងបង្កើតសាធារណរដ្ឋបូកេរបស់បារាំងព្រឹត្តិការណ៍នេះបាននាំមកនូវគំនិតសេរីភាពសមភាពភាពថរភាពដែលជាបើវចនជាតិរបស់បារាំងសប្តាហ៍ថ្ងៃគឺ Liberté Égalité Fraternité សម័យកាលក្រោយបដិវត្តន៍ប្រទេសបារាំងបានឆ្លងកាត់សម័យកាលជាច្រើនដូចជាចក្រភពទី1របស់ណាប៉ូឡេអុងបូណាប៉ាតសាធារណរដ្ឋទី2និងចក្រភពទី2រហូតដល់ការបង្កើតសាធារណរដ្ឋទី3ដែលមានស្ថិរភាពនយោបាយជាងមុននៅក្នុងសង្គ្រាមលោកទាំងពីរសាធារណរដ្ឋបារាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គ្រាមលោកទាំងពីរក្រោយសង្គ្រាមលោកលើកទី2សាធារណរដ្ឋទី4ត្រូវបានបង្កើតឡើងដែលបន្ទាប់មកត្រូវបានជំនួសដោយសាធារណរដ្ឋទី5ដែលយើងឃើញបារាំងសប្តាហ៍ថ្ងៃនេះក្រោមការដឹកនាំដំបូងបង្អស់ដោយលោកប្រធានាធិបតី Charles de Gaulle ចាប់តាំងពីលោក Charles de Gaulle បានក្លាយជាប្រធានាធិបតីនៃសាធារណរដ្ឋទី5នៅឆ្នាំ1959មកបារាំងមានប្រធានាធិបតីសរុបចំនួន8នាក់រួមទាំងលោកផងដែរសប្តាហ៍ថ្ងៃនេះបារាំងនៅតែជាមហាអំណាចមួយរបស់ពិភពលោកដោយមានឥទ្ធិពលខ្លាំងលើនយោបាយសេដ្ឋកិច្ចនិងវប្បធម៌